เมนูจูบជាមួយនឹងនីវកាសលម៉ោង3:15នាទីយប់នេះគឺជាមួយដែលលំបាកនីវកាសលគឺជាក្រុមខ្លាំងក្នុងដីពួកគេមិនងាយចាញ់ទេនៅក្នុងដីក៏ប៉ុន្តែបើយើងរាប់កំណត់ត្រានៅក្នុងដីដូចគ្នាជាមួយនឹងមែនយូចាញ់ក្នុងដីតែ2ដងទេណាបាទនីវកាសល United ចាញ់ក្នុងដីច្រើនដងហើយចាញ់ក្នុងដីច្រើនដងហើយបាទសម្រាប់ក្រុមនីវកាសលយើងមើលនេះនីវកាសលចាញ់ក្នុងដី5ដងហើយបាទនៅឯ Premier League បើគិតនេះសរុបមកឥឡូវនេះគឺសប្តាហ៍ទី28មែនយូហើយនឹងនីវកាសលត្រូវលេងនៅក្នុងសប្តាហ៍ទី29បាទមែនយូចាញ់តែ2ដងទេនៅក្នុងដីគឺចាញ់ Everton 1-0 ចាញ់ Arsenal 1-0 នៅ Old Trafford មានន័យថាមែនយូក្នុងដីខ្លាំងជាងនីវកាសលទៅទៀតប៉ុន្តែបងប្អូនយើងដែលតាមដាននីវកាសលគិតថានីវកាសលទំនងជាខ្លាំងក្នុងដីជាងមែនយូប៉ុន្តែបងប្អូនយើងខុសហើយគឺមែនយូខ្លាំងក្នុងដីជាងនីវកាសលទំចាញ់2ដងទេគឺចាញ់ Everton និង Arsenal ខណៈដែលនីវកាសលចាញ់5ហើយក្នុងដីបាទខណៈដែលពេលនេះមែនយូឈរលេខរៀងទី3 Top 3បាទ Top 3ហើយនីវកាសលឈរលេខរៀងទី13ខុសគ្នា10ចំណាត់ថ្នាក់ឆ្ងាយដែរហើយយើងមើលមករយៈចុងក្រោយនេះនីវកាសល5ប្រកួតចុងក្រោយនៅឯ Premier League ចាញ់ដល់ទៅ4ឈ្នះតែ1ទេចាញ់ដល់ទៅ4ឈ្នះតែ1ទេដល់ទៅពេលមែនយូនៅក្នុង Premier League ស្មើមួយឈ្នះដល់ទៅ4 5ប្រកួតចុងក្រោយណាបាទប៉ុន្តែបើយើងនិយាយពីការដឹកនាំរបស់លោក Michael Carrick បាទក្រុមវឹកថ្មីរបស់ Manchester United គាត់ដឹកនាំមែនយូ7ប្រកួតហើយស្មើតែមួយទេឈ្នះ6មិនទាន់ស្គាល់រសជាតិចាញ់ទេបាទអញ្ចឹងការជួបគ្នាជាមួយនឹង Newcastle នៅក្នុងយុគនេះគឺលេងនៅក្នុងទឹកដីរបស់ក្រុម Newcastle រៀងពិបាកក្នុងដីប៉ុន្តែ Man U លេងឈ្នះក្នុងក្រៅដីច្រើនដងដែរហើយបាទ Man U ក្រៅដីក៏មិនណយប្រហែលដែរបងប្អូនបាទ Man U ក្នុងដីល្អគ្រាន់បើក្រៅដីក៏ល្អគ្រាន់បើពេលនេះចំណាត់ថ្នាក់ក៏ល្អជាង Newcastle ទៅទៀតបាទអញ្ចឹងយើងទៅមើលនៃកំណត់ត្រានៃការជួបគ្នារវាងក្រុម Man U ហើយនឹង Newcastle បាទ Manchester United និង Newcastle ជួបគ្នាច្រើនដងណាស់បងប្អូនអើយ177ដងហើយបាទ177ដង Newcastle ឈ្នះទៅលើ Man U តែ45ដងទេស្មើ41ដង Man U ឈ្នះ91ដងឯណោះច្រើនណាស់នេះកំណត់ត្រាដែល Man U ជួបជាមួយនឹង Newcastle បងប្អូនបាទហើយបើយើងនិយាយពី5ប្រកួតចុងក្រោយដែល Newcastle ប៉ះជាមួយនឹង Man U បាទ5ប្រកួតចុងក្រោយគឺ Newcastle ឈ្នះ3 Man U ឈ្នះតែ2ទេអីយ៉ាដូចទៅស្រួល Man U ឈ្នះបានតែ2ដងទេហើយ Newcastle ឈ្នះបាន3ដងបាទកំណត់ត្រាជាមួយ Newcastle ឬពិបាកបន្តិចសម្រាប់ក្រុម Manchester United បាទក៏ប៉ុន្តែការពីជើងទី1លេងក្នុងទឹកដី Man U ហូប 1-0 ក្រោមការដឹកនាំរបស់លោក Amorim បាទសម្រាប់ក្រុម Man U ឈ្នះនៅ Old Trafford 1-0 បាទសម្រាប់ជើងទី1ឥឡូវមកជើងទី2នៅទឹកដី Newcastle វិញម្ដងបាទនៅទឹកដី Newcastle កាលពីរដូវកាលមុនចាញ់ Newcastle 2ជើងតែរដូវកាលនេះ Man U ឈ្នះជើងទី1បាទបងប្អូនក្រុមទាំងពីរនេះខ្ញុំថា Newcastle អាចនឹងលើ position ball ទៅលើ Man U បន្តិចទៀតព្រោះថា Newcastle លេងក្នុងដីរៀងជើងក្រោមមិនសូវប្រយ័ត្នប្រមាណទេចូលចិត្តសម្រុកខ្លាំងអានោះសម្រាប់ Newcastle តែ Man U ទាំងក្រៅដីក្នុងដីលេងប្រយ័ត្នទាំងអស់ទាំងក្រៅដីទាំងក្នុងដីប្រយ័ត្នបែបមកចត់រៀងទប់ច្រើនជាងវាយបកបងប្អូនណាទប់ច្រើនជាងសម្រុកបាទក៏ប៉ុន្តែពេលបានបាល់គឺមកផ្លែតដល់កន្លែងសូត្រហើយអានោះសម្រាប់ទំនងលេងរបស់លោក Michael Carrick បាទអញ្ចឹងសម្រាប់ក្រុមទាំងពីរនេះខ្ញុំថា position ball Newcastle អាចលើឬក៏50-50 Newcastle អាច55 Man U អាច45ការសុទ្ធប្រហែលគ្នាទៀតតែ Man U អត់ចាញ់ទេក្នុងដី Newcastle ខ្ញុំថា Man U ឈ្នះទៀតបាទយប់ហ្នឹង Man U អាចឈ្នះ2គ្រាប់ទល់នឹងមួយទៅលើក្រុម Newcastle United បងប្អូនយើងយល់ឃើញយ៉ាងណាសូមខមមិននៅខាងក្រោមនេះគឺជាការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះបាទ